ថ្ងៃនេះពិតជាមានភ្ញៀវទេសចរអន្តរជាតិច្រើនមែនទែនពុកម៉ែបងប្អូនគ្នាដែលកំពុងតែតម្រង់ជួរចាំទិញបានទស្សនាប្រាង្គប្រាសាទបុរាណខ្មែរយើងដូច្នេះការសបផ្សាយពិតជាមានសារៈសំខាន់ខ្លាំងមែនទែនពុកម៉ែបងប្អូនគ្នាខ្ញុំតែងតែព្យាយាមបង្កើតវីដេអូដើម្បីចូលរួមក្នុងការសបផ្សាយតំបន់ទេសចរទៅកាន់ពិភពលោកថ្ងៃនេះផងដែរខ្ញុំបានជូនភ្ញៀវជនជាតិអ៊ីតាលីចំនួន3នាក់មកទស្សនាប្រាង្គប្រាសាទបុរាណខ្មែរយើងគឺប្រាសាទអង្គរវត្តហើយនេះគឺជាសកម្មភាពថតរូបសំណាក់ព្រះវិស្ណុបន្ទាប់មកពួកយើងក៏បានទៅខាងមុខអង្គរវត្តហើយថតយកកំពូលទាំង3ហើយចំតែម្ដងពុកម៉ែបងប្អូនគ្នាបន្ទាប់មកយើងក៏បានធ្វើដំណើរបន្តទៅមុខទៀតពុកម៉ែបងប្អូនគ្នាដែលបានទស្សនាប្រាង្គប្រាសាទបុរាណខ្មែរយើងប្រាសាទអង្គរវត្តនេះកុំភ្លេចមកថតយកប្លង់កន្លែងនេះពុកម៉ែបងប្អូនស៊ូមមើលពុកម៉ែបងប្អូននេះគឺប្លង់នេះគឺស្រស់ស្អាតមែនទែនសូម្បីតែការថត pre wedding ក៏គេថតនៅនឹងដែរពុកម៉ែបងប្អូនគ្នាហើយឥឡូវពួកយើងកំពុងតែធ្វើដំណើរបន្តទៅមុខទៀតហើយបន្ទាប់ពីថតកន្លែងណាតាក់ទាញខ្លាំងណាពុកម៉ែបងប្អូនគ្នាប្លង់នេះក៏ស្អាតដែរពុកម៉ែបងប្អូនគ្នានេះចំបង្ហាញពុកម៉ែបងប្អូនគឺមានដបថ្នោតច្រើននៅពេលដែលយើងថតពីកន្លែងហ្នឹងទៅគឺឃើញស្រស់ស្អាតទីធ្លាធំទូលាយនិស្សិតភ្ញៀវទេសចរទៅជាគាត់មកទស្សនាប្រាសាទបុរាណនេះហើយគឺចង្អៀតមែនចិនពុកម៉ែបងប្អូនគ្នាទៅតែមានភ្ញៀវទេសចរទៅជាច្រើននេះភ្ញៀវខ្ញុំកំពុងតែថតរូបពួកគាត់ចូលចិត្តថតរូបមែនទែនពុកម៉ែបងប្អូនគ្នានៅកន្លែងណាក៏ថតដល់កន្លែងណាក៏ថតហើយខ្ញុំបញ្យល់ប្រាប់ពួកគាត់ពីប្រវត្តិសាស្ត្រខ្លះមកបន្ទាប់មកខ្ញុំក៏ឆ្លៀតថតវីដេអូខ្លះដើម្បីសបផ្សាយតំបន់ទេសចរទៅកាន់ភ្ញៀវទេសចរអន្តរជាតិហើយនេះគឺជាសកម្មភាពដែលភ្ញៀវទេសចរអន្តរជាតិកំពុងតែឡើងទៅជាន់ខ្ពស់ជាងគេនៅប្រាសាទអង្គរវត្តនោះគេហៅថាជាន់បកានហើយមានភ្ញៀវទេសចរអន្តរជាតិកំពុងតែតម្រង់ជួរគ្នាពុកម៉ែបងប្អូនគ្នានេះខ្ពស់មែនតើពុកម៉ែបងប្អូនគ្នាជាន់នេះអញ្ចឹងយើងត្រូវតែឡើងកម្មចម្លើយនេះចំនួន51កម្មសមូសតែសួរថាហេតុអីបានជាមគ្គុទ្ទេសក៍ទេសចរកម្រឡើងទៅលើជាន់បកាននឹងម្លេះគឺចម្លើយនោះគឺត្រង់ថាចំនួនភ្ញៀវទេសចរដែលឡើងទៅទស្សនាជាន់បកានហ្នឹងគឺយើងមានកំណត់ពុកម៉ែបងប្អូនគ្នាដូច្នេះហើយមគ្គុទ្ទេសក៍ទេសចរភាគច្រើនគឺពួកគាត់ចាំនៅទីនេះដោយពុកម៉ែបងប្អូនគ្នាបានឃើញអញ្ចឹងគឺដើម្បីផ្ដល់អតិភិបជូនដល់ភ្ញៀវទេសចរអន្តរជាតិព្រោះថាយើងជាប្រជាជនខ្មែរយើងរស់នៅទីនេះអញ្ចឹងយើងចង់មកឡើងពេលណាក៏បានដែរប៉ុន្តែសម្រាប់ភ្ញៀវទេសចរអន្តរជាតិពេលវេលាមកទស្សនាប្រទេសកម្ពុជាយើងគឺមានកំណត់អញ្ចឹងណាពុកម៉ែបងប្អូនគ្នាឥឡូវនេះបន្ទាប់ពីនឹងមកយើងក៏បានធ្វើដំណើរទៅប្រាសាទតាព្រហ្មនេះគឺជាសកម្មភាពជូនភ្ញៀវមកថតរូបនៅប្រាសាទតាព្រហ្មរាល់ប្រាសាទនីមួយៗសិតតែមានចំណុចតាក់ទាញរបស់ប្រាសាទពុកម៉ែបងប្អូនគ្នាប្រាសាទនេះគឺភាពតាក់ទាញនេះគឺដើមឈើដែលដុះលើប្រាសាទតែម្ដងហើយមើលទៅហាក់បីដូចជាយើងកំពុងតែដើរនៅក្នុងទីក្រុងអាត់កំបាំងហើយភាពល្បីល្បាញរបស់ប្រាសាទមួយនេះទៀតនោះគឺការថតរឿង Hollywood ពុកម៉ែបងប្អូនគ្នាគឺរឿង Tomb Raider ដែលថតកាលពី25ឆ្នាំមុនតួសម្ដែងគឺអ្នកស្រី Angelina Jolie ហើយប្លង់នេះគឺជាកន្លែងដែលថតរឿងដូចគ្នាពុកម៉ែបងប្អូនគ្នាអ្វីដែលសំខាន់នេះគឺរូបចម្លាក់នេះពុកម៉ែបងប្អូនគ្នាគឺល្បីខ្លាំងមែនទែនអ្នកខ្លះថាជារូបចម្លាក់ dinosaur អ្នកខ្លះថារូបនេះរូបនោះចឹងណាពុកម៉ែបងប្អូនគ្នាប៉ុន្តែយើងអាចបកស្រាយបានទេដោយសារតែអត់មានI don't know I just post it សាលាចរិតណាមួយដែលបញ្ជាក់អំពីរូបចម្លាក់ហ្នឹងទេបន្ទាប់ពីហ្នឹងមកយើងក៏បានមកទស្សនាប្រាសាទបាពួនមានប្រាសាទពីមានអាកាសផងហើយក៏មកទស្សនាប្រាសាទបាពួននេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែចាំភ្ញៀវដោយសារតែភ្ញៀវរបស់ខ្ញុំគាត់ឡើងទៅថតរូបមួយផ្លែតហើយគាត់នឹងត្រឡប់មកវិញហើយនេះគឺជា message ដែលកំពុងតែចាំភ្ញៀវពួកគាត់ដូចគ្នាបន្ទាប់ពីហ្នឹងមកយើងក៏បានទៅទស្សនាប្រាសាទបាយ័នហើយបន្ទាប់ពីបាយ័នមកក៏យើងក៏មកប្លង់ទ្វារទន្លេហើយប្លង់នេះប្លង់ស្អាតមែនទេពុកម៉ែបងប្អូនគ្នាពុកម៉ែបងប្អូនបានឃើញសមោលប្លង់ទ្វារនៅក្នុងទឹកអញ្ចឹងថតប្លង់នេះស្អាតពុកម៉ែបងប្អូនគ្នាបន្ទាប់ពីទស្សនាប្រាសាទអស់ហើយពួកយើងក៏បានមកធ្វើដំណើរត្រឡប់មកស្ថានភាពវិញដើម្បីរៀបចំខ្លួនមកទទួលទានអាហារពេលល្ងាចនៅឯភោជនីយដ្ឋានមួយដែលគេបង្ហាញ show នេះគឺជាសកម្មភាពពេញមួយថ្ងៃរបស់ពួកយើងតែម្ដងពុកម៉ែបងប្អូនគ្នាអរគុណច្រើនជម្រាបលា